បាទអរុនសួស្តីបងប្អូនប្រុសស្រីជាទីស្រឡាញ់ក្នុងព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទសូមព្រះអង្គប្រទានពរប្រទានសេចក្តីសុខសាន្តដល់បងប្អូនទាំងគ្នាមុនយើងស្ដាប់ព្រះបន្ទូលព្រះអង្គសូមបានសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំព្រះបិតានៃគង់ឋានសួគ៌សូមលើកដំកើងថ្វាយសិរីល្អរុងរឿងដល់ព្រះនាមព្រះអង្គសូមមានបន្ទូលមកកាន់កូនតាមរយៈព្រះបន្ទូលព្រះអង្គដោយព្រះវិញ្ញាណបរិសុទ្ធព្រះអង្គដើម្បីយើងខ្ញុំបានស្គាល់ព្រះអង្គថែមទៀតថាទ្រង់ជាអ្នកណាទុំគុំសូមថ្វាយពេលវេលានេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទយើងកំពុងតែស្ថិតនៅក្នុងរដូវកាលនៃព្រះម្ចាស់មានបច្ចុប្បន្នរស់ឡើងវិញណាពីសុគតហើយក្រោយពេលគម្ពីរប្រាប់ថាក្រោយពេលព្រះអង្គមានបច្ចុប្បន្នរស់ឡើងវិញព្រះអង្គគង់នៅលើផែនដីនេះ40ថ្ងៃទាំងផ្សាយដំណឹងល្អអំពីនគរព្រះណាហើយក្រោយមកព្រះជាម្ចាស់ព្រះបិតាព្រះវិញ្ញាណបរិសុទ្ធបានលើកព្រះអង្គយាងទៅគង់នៅឋានសួគ៌នៅខាងស្ដាំព្រះបិតាណាហ្នឹងហើយអ្នកជឿព្រះអង្គសាវកព្រះអង្គនៅបន្តក្នុងការជឿហើយផ្សព្វផ្សាយដំណឹងល្អធ្វើទីបន្ទាល់អំពីការដែលព្រះអង្គមានបច្ចុប្បន្នរស់ឡើងវិញណាហើយពេលនោះមានការបៀតបៀនខ្លាំងមែនទែនណាបៀតបៀនខ្លាំងមែនទែនមកពីអ្នកដែលមិនជឿហើយនិងអ្នកកាន់សាសនាយូដាណែបៀតបៀនរហូតណាដល់ចាប់ចងវាយធ្វើបាបសម្លាប់អ្នកជឿព្រះឥឡូវបងប្អូនសម័យបន្តិចមើលណែកូពីបានប្រាប់ថាសាវកលោកសូលគាត់មុនមិនខ្លាយគាត់មុនគាត់ខ្លាយជាប៉ូលសាវកប៉ូលគាត់ឈ្មោះសូលហើយគាត់សុំការអនុញ្ញាតច្បាប់ពីមេដឹកនាំសាសនាដើម្បីទៅគ្រប់ទីកន្លែងដែលអ្នកជឿព្រះយេស៊ូវថ្វាយគុំណាកន្លែងណាដែលមានគេថ្វាយគុំព្រះយេស៊ូវគាត់ទៅដើម្បីនឹងចាប់ចងវាយធ្វើបាបសម្លាប់ឃើញទេតើអ្នកជឿនៅសម័យនោះភ័យខ្លាចយ៉ាងណាបើប្រៀបធៀបនឹងយើងសប្តាហ៍យើងអត់មានដែលណាមកបៀតបៀនដល់ព្រះវិហារមកចាប់ចោលចឹងទេហើយយើងមានសេរីភាពក្នុងការជឿព្រះអង្គនិងថ្វាយបង្គំព្រះអង្គប៉ុន្តែនៅសម័យនោះវិញអត់បានណាគឺមានការបៀតបៀនវាយធ្វើបាបគំរាមកំហែងរហូតដល់សម្លាប់កន្លែងណាដែលមានគេថ្វាយបង្គំព្រះយេស៊ូវគេមកបៀតបៀនវាយធ្វើបាបចាប់ចងសម្លាប់ណាខកពីបានប្រាប់យើងចឹងហើយនឹងពេលមួយខ3ដល់ខ5សូលបានធ្វើដំណើរទៅក្រុងដាម៉ាស់ដើម្បីទៅធ្វើបាបអ្នកជឿព្រះយេស៊ូវស្រាប់តែមានពន្លឺមួយចាំងពីលើផ្ទៃមេឃមកជុំវិញគាត់ហើយគាត់ក៏ដួលហើយឮសំឡេងមួយពោលមកគាត់ថាសូលអើយសូលហើយដំណេចបានជាអ្នកបៀតបៀនខ្ញុំណាមានតែសំឡេងប៉ុន្តែអត់មានឃើញណាឃើញតែសំឡេងបន្ទាប់មកកពីបានប្រាប់ថាលោកសូលសួរវិញថាលោកម្ចាស់អើយតើលោកជាអ្នកណាតើព្រះអង្គម្ចាស់ណានោះណាគាត់កំពុងតែបៀតបៀនអ្នកជឿព្រះយេស៊ូវស្រាប់មានសំឡេងពីលើមេឃហើយមានពន្លឺមួយចាំងមកលើគាត់ធ្វើឲ្យគាត់ដួលណាហើយគាត់បានសួរថាលោកម្ចាស់អើយតើលោកជាអ្នកណាតើព្រះអង្គម្ចាស់ណាសំឡេងនោះបានឆ្លើយតបគាត់វិញថាខ្ញុំជាយេស៊ូវដែលអ្នកកំពុងតែបៀតបៀនបាទខ្ញុំជាយេស៊ូវដែលអ្នកកំពុងតែបៀតបៀនសំឡេងនោះបានប្រាប់ដល់គាត់ណាសូលបៀតបៀនអ្នកជឿព្រះយេស៊ូវក៏ប៉ុន្តែសំឡេងនោះបានប្រាប់ថាខ្ញុំគឺជាយេស៊ូវដែលអ្នកកំពុងតែបៀតបៀនណាតើព្រះយេស៊ូវជាអ្នកណាគម្ពីរបានប្រាប់ថាព្រះយេស៊ូវប្រៀបដូចជាអវយវៈមួយដែលមានរូបកាយច្រើនបងប្អូនហើយនៅខ្ញុំគឺជាផ្នែកមួយនៃអវយវៈរបស់ព្រះយេស៊ូវឬក៏ងាយយល់សួរថាតើព្រះយេស៊ូវកំពុងរស់នៅណាក្រោយពេលដែលព្រះអង្គរស់ឡើងវិញព្រះអង្គរស់នៅណារស់នៅណាខ្លះគង់នៅណាខ្លះបាទក្រោយពេលព្រះអង្គរស់ឡើងវិញ
Cầm pi prap tha bỏ ong có riêng từ thàn xuống cùng được hàng sẽ đam pre bồi đà hơi bỏ ong có rút lực nông nè chưa đại amen ta bông ôm mà nè chưa thả bỏ ong cầm bông tay rút lực nông chỉ việc gì mà nè ta bông ôm mà bị sao đâm cho bà hai nó thà pre kri cầm bông tay rút lực nông gì sự vậy cô có xua đó trong trường nông cần thô đại thả ta bông ôm mình đâm tê rứ thả pre kri rút lực nông bông ôm hai cốt các bạn gì thả để khi nhom rút mình khi nhom tí tí bên tại pre kri trùng rút lực nông khi nhom amen bà pre kri trùng rút lực nông mẹ chứa hai miếng em sinh tít biết biên đó mẹ chứa nút cứ một thả biết biên đó pre kri hai amen nè bà pre kri rút lang vinh hai trùng rút lực nông dữ nè na để biết biên đó dữ nút một thả biết biên đó pre Giêsu hai được chứ này Paul cất số ta lúc chỉ này nè tại bọn mà cha na đó bọn thà nhom cứ Giêsu đây nè cầm bông tại biết pro bọn rút được nông nè chưa nè na biết biên đó nè chưa nè tôi tai làm nè có đôi chỉ biết biên đó pre Giêsu này amen nè na bà mát đó nè chưa cái đôi chỉ bà mát pre Giêsu này na chê đó nè chưa cái đôi chê đó pre Giêsu này na thôi bà nè chưa pre Giêsu cái đôi chỉ thôi bà nè thôi bà nè na thôi bà đó nè chưa pre Giêsu cái đôi chỉ thôi bà pre Giêsu này nếu không pre cái mà thay cho bụng phải pram bà ông em tu tha bởi dương ao ao nè na mình nè nông niệm là nốt chỉ nè chưa bà ông nốt một tháng bán thơ sầm rạp bà ông này nè na từ số sụp túc nè chùm ngứ nốt của bán số sụp túc bà ông đấy nè na chui đó nè cây cỏ này mình nè có bán chui đó bà ông hai bị pro bà ông cung nó chùm mười nè nốt rút nông nè nốt cứ chi rút cai rồi bà pre kri nè nhóm chi Giêsu để nè cầm bông tại biệt biệt hai miền khó khá tiếp bàn prapha sâu lối để anh do chương cho thẹn nâng chừng luôn được chứ này mình sửa đấy chừng luôn mà cô sẽ coi chừng luôn nhé một sửa đôi chỉ cái bật chứ nè nhưng do chương từ thẹn nâng cái bật ca đấy cả đấy chẳng sâu cái bông tại biết biến mùi ong đại miền bị chân luôn hai miền ẩm nai lừa về chẳng ở nhầm này lừa về chẳng ởព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទ្រង់បានមានបញ្ជូនរស់ឡើងវិញហើយទ្រង់បានបើកសម្ដែងឲ្យសូលដឹងថាគាត់ព្រះអង្គកំពុងតែរស់ជាមួយនឹងក្រុមជំនុំអ្នកណាបៀតបៀនដល់ក្រុមជំនុំព្រះអង្គក៏ដូចជាបៀតបៀនដល់ព្រះអង្គដែរព្រះយេស៊ូវបានបើកសម្ដែងក្រោយពេលដែលព្រះអង្គយាងទៅឋានសួគ៌ហើយនៅតែបើកសម្ដែងថាព្រះអង្គជាព្រះដែលមានបញ្ជូនរស់នៅសពថ្ងៃណាតើលោកអ្នកបងប្អូនតាំងពីជឿព្រះយេស៊ូវធ្លាប់មានការបៀតបៀនទេធ្លាប់មានអ្នកណាខ្លះបៀតបៀនបងប្អូនមិត្តភក្តិអ្នកជិតខាងឬក៏ក្រុមគ្រួសារមានអត់មានមែនទេបាទបើមានអ្នកណាបៀតបៀនដល់យើងដោយព្រោះតែជំនឿមើលងាយប្រមាថស្អប់ក៏ដូចជាបៀតបៀនដល់ព្រះយេស៊ូវព្រះអង្គមានបន្ទូលថាបើគេស្អប់អ្នករាល់គ្នាចូលដឹងថាគេស្អប់ខ្ញុំជាមុនបើគេស្អប់យើងគេស្អប់ព្រះអង្គជាមុនពីព្រោះព្រះអង្គបានយកយើងចេញពីលោកីយើងមិនមែនជាកម្មសិទ្ធិរបស់លោកីទៀតប៉ុន្តែជាកម្មសិទ្ធិរបស់ព្រះអង្គណាជាកូនជារាជរបស់ព្រះអង្គព្រះយេស៊ូវបានព្រះយេស៊ូវណាក្រោយពេលដែលព្រះអង្គមានបញ្ជូនរស់ឡើងវិញព្រះអង្គមានបន្ទូលថាកុំខ្លាចអីគឺយើងនេះហើយដែលនៅមុនគេនិងនៅក្រោយគេបំផុតយើងបានស្លាប់តែឥឡូវនេះយើងមានជីវិតរស់ឡើងវិញអស់កលជាអង្វែងតរៀងទៅយើងមានអំណាចលើសេចក្តីស្លាប់និងលើឋានមច្ចុរាជដល់បងប្អូនអានវិវរណៈចំពុក1បងប្អូននឹងឃើញព្រះអង្គលេចមកឲ្យយ៉ូហានបានឃើញ
ណាយូហានបានប្រាប់ថាព្រះភ័ក្ត្រព្រះអង្គប្រៀបដូចជាថ្ងៃពេញកម្ដៅហើយក៏ដួលសន្លប់បាត់ស្មារតីហើយព្រះអង្គក៏ដាក់ប្រហោះលើគាត់ហើយមានបន្ទូលថាកុំខ្លាចអីយើងនេះហើយដែលនៅមុនគេនឹងនៅក្រោយគេបំផុតយើងបានស្លាប់តែឥឡូវនេះយើងមានជីវិតរស់អស់កលជាងវែងតទៅយើងមានអំណាចលើសេចក្តីស្លាប់និងលើឋានមច្ចុរាជបងប្អូនជាទីស្រឡាញ់តើព្រះយេស៊ូវជាអ្នកណាពេលដែលលោកអ្នកបងប្អូនអានកូពីសំណួរមួយហ្នឹងដែលយើងត្រូវសួរមុនព្រះអង្គមកកើតជាមនុស្សព្រះអង្គជាអ្នកណាពេលដែលព្រះអង្គមកកើតជាមនុស្សព្រះអង្គជាអ្នកណាខែ12ចុងខែ12យើងអបអរសាទរទីរក់តូចអើយដែលមកកើតជាមនុស្សទុនខ្ចីក្រោយមកគេចាប់ឆ្កាងតែក្រោយមកយើងក៏មានពេលវេលាមួយដែលអបអរសាទរព្រះអង្គឈ្នះលើសេចក្តីស្លាប់រស់ឡើងវិញតើព្រះយេស៊ូវជាអ្នកណាហើយទ្រង់នឹងយាងមកម្ដងទៀតនៅថ្ងៃអនាគតដើម្បីសង្គ្រោះអ្នកដែលជឿនិងដាក់ទោសពិភពលោកទាំងមូលតើព្រះយេស៊ូវជាអ្នកណាម៉ាថាយជំពូក28ពេលដែលព្រះអង្គរស់ឡើងវិញព្រះអង្គមានបន្ទូលថាព្រះអង្គទទួលគ្រប់ទាំងអំណាចទាំងនៅលើឋានសួគ៌ទាំងនៅលើផែនដីទទួលគ្រប់ទាំងអំណាចទាំងនៅលើឋានសួគ៌និងនៅលើផែនដីហើយគម្ពីរក៏បានប្រាប់ទៀតថាព្រះអង្គក៏មានបន្ទូលថាកុំខ្លាចអស់អ្នកដែលបានសម្លាប់បានត្រឹមតែរូបកាយហើយពុំអាចសម្លាប់ព្រលឹងនោះសោះឡើយគឺត្រូវខ្លាចព្រះជាម្ចាស់វិញពីព្រោះទ្រង់អាចធ្វើឲ្យទាំងព្រលឹងនិងរូបកាយធ្លាក់ទៅក្នុងនរកបឹងភ្លើងបានខ18ដល់ខសំដៅខ8ដល់ខ18ក្រោយពេលដែលមានពន្លឺមួយចាំងលើពោលគម្ពីរបានប្រាប់ថាភ្នែកគាត់ខ្វាក់3ថ្ងៃគាត់អត់បានញ៉ាំបាយញ៉ាំទឹកអីទេរយៈពេល3ថ្ងៃណារហូតដល់សាវកម្នាក់អានេះបានជួបគាត់នឹងអធិដ្ឋានដាក់ដៃលើទើបគាត់បានមើលឃើញឡើងវិញតើព្រះយេស៊ូវជាអ្នកណាទីមួយព្រះអង្គបានប្រាប់សូរថាខ្ញុំគឺជាអ្នកណាខ្ញុំគឺជាយេស៊ូវដែលអ្នកកំពុងតែបៀតបៀនយ៉ាងទី2តើព្រះយេស៊ូវជាអ្នកណាទៀតដែលភ្នែកភ្លឺសុកសុកស្រាប់តែខ្វាក់ហើយភ្លឺឡើងវិញតើព្រះយេស៊ូវជាអ្នកណាដែលអាចធ្វើឲ្យភ្នែកខ្វាក់ហើយភ្លឺឡើងវិញបានណាតើព្រះយេស៊ូវជាអ្នកណាដែលអាចប្រោះមនុស្សស្លាប់ឲ្យរស់ឡើងវិញក្រោយពេលដែលម្នាក់ស្លាប់3ថ្ងៃស្រាប់តែព្រះយេស៊ូវគម្ពីរប្រាប់ថាព្រះអង្គប្រោះឲ្យរស់ឡើងពីស្លាប់ហើយព្រះអង្គមានបន្ទូលថាខ្ញុំនឹងហើយគឺជាសេចក្តីរស់ឡើងវិញខ្ញុំនឹងហើយដែលប្រោះមនុស្សឲ្យរស់ឡើងវិញអ្នកណាជឿលើខ្ញុំទោះបីស្លាប់ហើយគង់តែនឹងបានរស់ឡើងវិញតើព្រះយេស៊ូវជាអ្នកណាដែលអាចប្រោះមនុស្សស្លាប់ឲ្យរស់ឡើងវិញព្រះយេស៊ូវជាអ្នកដែលធ្វើឲ្យភ្នែកមនុស្សខ្វាក់ហើយភ្លឺឡើងវិញបន្ទាប់ពីព្រះអង្គបានប្រោះសូលឲ្យភ្លឺឡើងវិញណាតើសាវកពោលសូលបានចាប់ផ្ដើមធ្វើអ្វីបើយើងអានពីខទី17ដល់ខ20មែនទេបានប្រាប់ថាព្រះបានត្រាស់ហៅម្នាក់ដើម្បីឲ្យអធិដ្ឋានឲ្យគាត់ហើយគាត់បានភ្លឺភ្នែកឡើងវិញហើយចាប់ដើមញ៉ាំបាយហើយមានកម្លាំងឡើងវិញហើយគម្ពីរបានប្រាប់ថាភ្លាមនោះខ20ណាបន្ទាប់ពីគាត់បានភ្លឺឡើងវិញហូបបាយមានកម្លាំងឡើងវិញខ20លោកចាប់ផ្ដើមប្រកាស
នៅក្នុងសាលាប្រជុំនានាភ្លាមថាព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះជាម្ចាស់ព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះជាម្ចាស់ណាព្រះយេស៊ូវដែលធ្វើឲ្យភ្នែករបស់អូនខ្វាក់ហើយភ្លឺឡើងវិញដល់មកអ្នកដែលព្រះបានប្រោសឲ្យភ្លឺឡើងវិញនោះបានប្រកាសភ្លាមថាព្រះយេស៊ូវគឺជាព្រះបុត្រារបស់ព្រះជាម្ចាស់តើមានន័យយ៉ាងម៉េចព្រះបុត្រារបស់ព្រះម្ចាស់គឺជាព្រះដែលបានមកកើតជាមនុស្សសុគតឬជាឆ្កាដើម្បីឲ្យរស់ឡើងវិញដើម្បីនឹងសង្គ្រោះមនុស្សទាំងអស់ក្នុងពិភពលោកនេះព្រះបុត្រារបស់ព្រះជាម្ចាស់ប៉ុន្តែមុនព្រះអង្គមកកើតជាមនុស្សព្រះបុត្រាព្រះជាម្ចាស់ព្រះអង្គគឺជាព្រះជាម្ចាស់រួចទៅហើយជាតួអង្គព្រះបន្ទូលនៃព្រះណាសូលចាប់ផ្ដើមផ្សាយនឹងល្អភ្លាមអំពីព្រះយេស៊ូវមិនរងចាំយូរទេឥឡូវខ្ញុំសួរលោកអ្នកបងប្អូនតើតាំងពីបងប្អូនបានចាប់ផ្ដើមជឿព្រះយេស៊ូវមកធ្លាប់បានផ្សាយនឹងល្អដល់អ្នកផ្សេងហើយនៅធ្លាប់អត់បាទរងចាំយូរឬមួយក៏ជឿហើយភ្លាមផ្សាយភ្លាមដូចសាវកអូនសម្រាប់ខ្ញុំពេលដែលខ្ញុំជឿព្រះអង្គពិតប្រាកដមានព្រះគង់ក្នុងចិត្តមានព្រះវិញ្ញាណគង់ក្នុងចិត្តចាប់ផ្ដើមមានអំណរមានសង្ឃឹមមានជំនឿមានសុខសាន្តមានចិត្តសប្បាយហើយគឺអត់អាចរងចាំណាត្រូវប្រាប់ដំណឹងល្អអំពីព្រះយេស៊ូវដល់មិត្តភ័ក្តិបងប្អូនភ្លាមណាធ្វើទីមិនទាល់ប្រាប់ដល់អ្នកផ្សេងទៀតប្រាប់អំពីព្រះយេស៊ូវជាព្រះសង្គ្រោះព្រះនៃសេចក្តីស្រឡាញ់អមមានទូថាតើព្រះអង្គស្រឡាញ់ដល់យើងខ្លាំងយ៉ាងណាដែលស៊ូបដូរជីវិតដើម្បីយើងតើព្រះអង្គស្រឡាញ់យើងខ្លាំងប៉ុណ្ណាលោកអ្នកបងប្អូនជាទីស្រឡាញ់ព្រះអង្គសពហត្ថីឲ្យយើងម្នាក់ធ្វើទីបន្ទាល់ផ្សាយនឹងល្អដល់អ្នកឯទៀតណាឲ្យគេបានសង្គ្រោះដូចជាយើងដែរអាមែនចាប់ផ្ដើមភ្លាមកុំរងចាំយូរណាពិតជាជឿហើយកុំទុកកុំលាក់ណាបើយើងលាក់ដំណឹងល្អរបស់ព្រះអង្គចំពោះមនុស្សឯទៀតដំណឹងល្អនោះលែងជាដំណឹងល្អហើយដំណឹងល្អនោះអត់មានន័យទេអត់មានតម្លៃទេបើយើងអត់ប្រាប់ដល់អ្នកឯទៀតដំណឹងល្អនោះអត់មានន័យអត់មានតម្លៃអត់មានប្រយោជន៍ព្រមដូចជាថ្នាំពេទ្យយ៉ាងលោកឧទាហរណ៍ថាថ្នាំពេទ្យនឹងពូកែមែនទែនក៏ប៉ុន្តែបើអត់មានអ្នកណាប្រាប់ថាថ្នាំនឹងពូកែថ្នាំនោះអត់មានន័យទុកយូរទៅខូចបាទអញ្ចឹងណាសូមឲ្យយើងធ្វើទីបន្ទាល់ផ្សាយនឹងល្អដល់មនុស្សឯទៀតដែលយើងស្រឡាញ់ឬក៏យើងមិនស្រឡាញ់ក្តីក៏យើងណាអាចនឹងប្រាប់ដល់គេដើម្បីគេបានទទួលការសង្គ្រោះដូចជាយើងដែរសាវកពលអត់បានទុកយូរទេគម្ពីរប្រាប់ថាពេលគាត់ជឿភ្លាមជាមួយទឹកភ្លាមជាមួយទឹកហើយចាប់ផ្ដើមផ្សាយភ្លាមព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះជាម្ចាស់ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះបាបរបស់មនុស្សព្រះយេស៊ូវគឺជាសេចក្តីរស់ឡើងវិញនិងជាជីវិតព្រះយេស៊ូវគឺជាផ្លូវជាសេចក្តីពិតនិងជាជីវិតណាបងប្អូនជាទីស្រឡាញ់សូមឲ្យយើងបានស្គាល់ព្រះអង្គថែមទៀតតើព្រះអង្គជាអ្នកណាតើព្រះអង្គជាអ្នកណាតើព្រះយេស៊ូវជាអ្នកណាយើងអាចរកចម្លើយឲ្យបានច្រើននៅក្នុងព្រះគម្ពីរដើម្បីប្រាប់ដល់អ្នកឯទៀតថាតើព្រះយេស៊ូវជាអ្នកណាណាមុនព្រះអង្គយាងមកកើតជាមនុស្សព្រះអង្គជាអ្នកណាពេលព្រះអង្គមកកើតជាមនុស្សព្រះអង្គជាអ្នកណាក្រោយពេលព្រះអង្គរស់ឡើងវិញព្រះអង្គជាអ្នកណាហើយយើងប្រាប់ដល់អ្នកឯទៀត
បងប្អូនដឹងទេគម្ពីរបានប្រាប់ថាថ្ងៃមួយមនុស្សទាំងអស់នឹងឈរនៅមុខទីកាត់ក្តីរបស់ព្រះគ្រីស្ទក្រោយពេលដែលព្រះអង្គសុគតរស់ឡើងវិញព្រះបិតាប្រគល់អំណាចទាំងអស់ទៅដល់ព្រះយេស៊ូវអំណាចក្នុងការសង្គ្រោះហើយអំណាចក្នុងការដាក់ទោសជំនុំជម្រះហើយគម្ពីរប្រាប់ថាគ្រប់ទាំងជង្គង់នឹងត្រូវលុតក្រាបហើយគ្រប់ទាំងមនុស្សនឹងត្រូវឈរនៅមុខទីកាត់ក្តីរបស់ព្រះគ្រីស្ទដើម្បីឲ្យព្រះអង្គនឹងវិនិច្ឆ័យជំនុំជម្រះម្នាក់តាមអំពើដែលយើងប្រព្រឹត្តទោះបីជាយើងរស់អំពើនោះល្អឬក៏អាក្រក់អញ្ចឹងសូមអង្គគិតបងប្អូនគិតមើលបន្តិចនៅថ្ងៃអនាគតណាពេលដែលមនុស្សទាំងអស់ឈរនៅមុខទីកាត់ក្តីរបស់ព្រះគ្រីស្ទព្រះអង្គជាតុលាការកំពូលណាតុលាការលើអស់ទាំងតុលាការពីប្រាប់ថាព្រះអង្គជាស្ដេចលើទាំងស្ដេចព្រះលើទាំងព្រះនៅពេលថ្ងៃអនាគតនៅពេលដែលមនុស្សឈរនៅមុខទីកាត់ក្តីរបស់ព្រះគ្រីស្ទបើសិនណាជាបងប្អូនបានប្រាប់ដំណឹងអំពីព្រះអង្គដល់នរណាម្នាក់ដែលគេជឿគេបានសង្គ្រោះគេនឹងអរគុណដល់យើងគេនឹងបានរួចផុតពីទុក្ខទោសហើយគេអត់ចោទប្រកាន់យើងទេគេនឹងអរគុណយើងថាបានអ្នកនេះបានប្រាប់ដំណឹងល្អដល់ខ្ញុំចុះបើយើងអត់បានប្រាប់ដល់គេវិញគេនឹងចោទប្រកាន់នៅថ្ងៃដែលណាឈរនៅមុខទីកាត់ក្តីរបស់ព្រះគ្រីស្ទហើយព្រះអង្គសួរថាហេតុអីដែលអាចជឿប្រហែលជាអ្នកអត់បានជឿនោះគេអាចនឹងចាត់ប្រកាន់ដល់យើងដោយសារយើងអត់ដែលប្រាប់ធ្វើម៉េចគេដឹងពីព្រោះគម្ពីរបានប្រាប់ថាគេអាចជឿដោយសារគេឮបើគេអត់ឮធ្វើម៉េចឲ្យគេជឿបានហើយដែលឮនោះគឺជាឮព្រះបន្ទូលព្រះហើយដើម្បីគេអាចឮតើតើមានអ្នកណាប្រាប់អញ្ចឹងណាឥឡូវយើងសួរបងប្អូនទាំងអស់គ្នាបងប្អូននៅទីនេះយើងជឿព្រះអង្គដោយបានឮមែនអត់ឮអ្នកណាម្នាក់ប្រាប់យើងគិតពិចារណាហើយយើងជឿចុះបើយើងអត់ដែលបានឮធ្វើម៉េចបានជឿចឹងពីថ្ងៃនេះទៅនៅថ្ងៃជំនុំជម្រះដើម្បីកុំឲ្យមានអ្នកណាចោទប្រកាន់ថាយើងមិនដែលប្រាប់គេយើងត្រូវប្រាប់គេឲ្យហើយប្រាប់គេពីថ្ងៃនេះទៅថាព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះជាព្រះអង្គសង្គ្រោះដែលបានសង្កត់លើជាការដើម្បីលុះបាបយើងឲ្យរស់ឡើងវិញអ្នកណាជឿបានសង្គ្រោះទទួលជីវិតអកលជានិច្ចទទួលការអត់ទោសបាបបានរាប់ជាកូនព្រះបានទទួលមរតកនៃនគរឋានសួគ៌បើយើងប្រាប់ហើយគេអត់ជឿអានោះជារឿងគេយើងរួចខ្លួនប៉ុន្តែបើយើងអត់ប្រាប់វិញអាចនឹងមានអីមួយនៅថ្ងៃអនាគតគេចោទប្រកាន់យើងដោយសារយើងអត់ដែលប្រាប់តែយើងស្រឡាញ់បងប្អូនឯទៀតតែយើងស្រឡាញ់ដល់មនុស្សឯទៀតដល់អត់ស្រឡាញ់អត់តែយើងចោលគេបានសង្គ្រោះដូចយើងអត់ចង់ឲ្យបានទៅឋានសួគ៌ដូចយើងដែរអត់ចង់ឲ្យគេរួចផុតពីការធ្លាក់នៅរកដងភ្លើងដែរអត់បើយើងចង់ឲ្យបានគេចង់ឲ្យគេបានសង្គ្រោះយើងត្រូវតែប្រាប់ដំណឹងល្អដល់អ្នកឯទៀតព្រះបានត្រាស់ហៅពោលដើម្បីផ្សាយដំណឹងល្អដល់សាសដទៃហើយគាត់ផ្សាយដោយសារតែសាវកពោលតែម្នាក់ផ្សាយដំណឹងល្អបានច្រើនមែនទេទាំងអឺរ៉ុបទាំងអាស៊ីសាសដទៃណាបើយើងនៅទីនេះមានគ្នាប៉ុណ្ណឹងហើយយើងផ្សព្វផ្សាយនឹងល្អនាំមិត្តភ័ក្តិបងប្អូនឯទៀតដែលមិនទាន់បានជឿព្រះឲ្យគេជឿព្រះដូចយើងដែរ 2-3 ឆ្នាំក្រោយមកយើងរកកន្លែងអង្គុយអត់បានទេអញ្ចឹងទេប៉ុន្តែសំណួរសួរថាតើយើងបានសង្គ្រោះហើយនៅតើយើងមានព្រះគ្រីស្ទកំពុងតែរស់នៅក្នុងយើងហើយនៅណាបើមានហើយត្រូវចែកចាយអំពីព្រះគ្រីស្ទដែលកំពុងតែរស់នៅក្នុងយើងដល់អ្នកឯទៀតដែរអាមែនព្រះអង្គគឺជាជីវិតជាផ្លូវជាជីវិតជាផ្លូវជាសេចក្តីពិតនិងជាជីវិតសូមឲ្យយើងបានមានពេលអានគម្ពីរពិចារណានិងសួរសំណួរតើព្រះយេស៊ូវជាអ្នកណាតើព្រះយេស៊ូវជាអ្នកណាសម្រាប់យើងព្រះអង្គចង់ឲ្យយើងម្នាក់ស្គាល់ព្រះអង្គច្បាស់គម្ពីរប្រាប់ថារាជរបស់ព្រះអង្គវិនាសដោយសារអត់ស្គាល់ព្រះអង្គ
ស្គាល់ព្រះអង្គហើយមិនទុកតែខ្លួនឯងណាស្គាល់ព្រះអង្គហើយត្រូវចែកចាយប្រាប់ដល់អ្នកឯទៀតអាមែនព្រះយេស៊ូវគឺជាព្រះដែលឈ្នះលើសេចក្តីស្លាប់ព្រះយេស៊ូវជាព្រះដែលមានប្រជញ្ញរស់នៅសប្តាហ៍ថ្ងៃហើយរស់នៅក្នុងយើងណាទ្រង់បានសុគតនឹងរស់ឡើងវិញទ្រង់ជាជីវិតទ្រង់មានអំណាចលើសេចក្តីស្លាប់និងលើឋានមច្ចរិយទ្រង់ចង់ឲ្យយើងស្គាល់ព្រះអង្គហើយចែកចាយទីបន្ទាល់ប្រាប់ដល់អ្នកឯទៀតអំពីព្រះអង្គសូមបានសម្រុំចិត្តអធិដ្ឋានជាមួយគ្នាហាឡេលូយ៉ាព្រះអង្គចាស់អើយសូលបានបៀតបៀនដល់អ្នកជឿព្រះអង្គតែគាត់អត់ស្គាល់ព្រះអង្គជាអ្នកណាគាត់បានសួរសំណួរមួយថាតើលោកជាអ្នកណាតើព្រះអង្គជាអ្នកណានោះដែលធ្វើឲ្យភ្នែករបស់គាត់ខ្វាក់ហើយភ្លឺឡើងវិញទ្រង់ក៏បានឆ្លើយប្រាប់គាត់ថាយើងគឺយេស៊ូវដែលអ្នកកំពុងតែបៀតបៀនយើងគឺជាយេស៊ូវដែលធ្វើឲ្យភ្នែកអ្នកខ្វាក់ហើយភ្លឺឡើងវិញយើងគឺជាយេស៊ូវដែលជាព្រះរាជបុត្រានៃព្រះដែលទ្រង់បានចាត់មកកើតជាមនុស្សសុគតលើជាឆ្កាងហើយរស់ឡើងវិញសូមប្រទានព្រះវិញ្ញាណបរិសុទ្ធព្រះអង្គបំពេញដល់កូនទាំងអស់គ្នាឲ្យកូនមានចិត្តក្លាហានមានជំនឿអាចនឹងចែកចាយទីបន្ទាល់ផ្សាយនឹងល្អដល់អ្នកឯទៀតអំពីព្រះអង្គម្ចាស់ដូចជាសាវកពោលក្រោយពេលដែលគាត់បានស្គាល់ព្រះអង្គភ្លាមគាត់បានជាមួយទឹកគាត់បានផ្សាយនឹងល្អអំពីព្រះអង្គម្ចាស់ភ្លាមគឺព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះជាម្ចាស់ដែលទ្រង់បានចាត់មកដើម្បីសុគតជំនួសអំពើបាបយើងឲ្យរស់ឡើងវិញអ្នកណាជឿព្រះអង្គក៏នឹងបានរស់ឡើងវិញរួមជាមួយនឹងព្រះអង្គអូព្រះអង្គឲ្យសូមប្រទាននៅសេចក្តីក្លាហានដល់យើងខ្ញុំទាំងអស់គ្នាកុំឲ្យយើងមានការលាក់ទុកដំណឹងល្អរបស់ព្រះអង្គនោះឡើយកុំឲ្យយើងលាក់អំណោយទានណាមួយទុកនោះឡើយសូមឲ្យយើងមានចិត្តដួលអាណិតដល់ព្រលឹងមនុស្សឯទៀតដែលកំពុងតែបាត់បង់បើទ្រង់មានបន្ទូលថាព្រះអង្គមិនសពតិឲ្យអ្នកតូចតាចណាម្នាក់ត្រូវវិនិច្ឆ័យឡើយប៉ុន្តែព្រះអង្គចង់ឲ្យមនុស្សជាច្រើនបានទទួលការសង្គ្រោះទ្រង់បានបង់ថ្លៃលួសបាបមនុស្សទាំងអស់នៅលើឈើឆ្កាងរួចហើយទ្រង់រស់ឡើងវិញហើយព្រះអង្គឲ្យយើងគ្រាន់តែមានចំណែកតូចមួយក្នុងការនាំព្រលឹងមនុស្សមកឯទ្រង់ខ្ញុំគុំសូមអធិដ្ឋានដែលនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ